សួស្តីអ្នកទាំងអស់គ្នាវីដេអូទី2នេះខ្ញុំនិយាយតពីត្រីដាត់ណយត្រីខ្លា Tiger Fish វីដេអូនេះខ្ញុំនឹងបញ្យល់លម្អិតអំពីត្រីដែលអាចបញ្ចូលរួមរស់ក្នុងអាងតែមួយជាមួយដាត់ណយត្រីខ្លាហេតុផលជាច្រើនត្រីសមឬមិនសមគ្នាអូខេចំណុចដំបូងខ្ញុំនិយាយអំពីត្រីដែលអាចរួមគ្នាបានជាមួយត្រីដាត់ណយទីមួយគឺត្រីអារ៉ាវណាត្រីនាគយើងខ្មែរយើងហៅថាត្រីនាគជាពូជកាតតែវាស្ងប់ហើយត្រីនាគភាគច្រើនហើយនៅលើផ្ទៃទឹកខណៈដែលដាក់ណយវាហើយនៅកណ្ដាលឬក៏ខាងក្រោមអញ្ចឹងវាអត់ងាយប៉ះទង្គិចគ្នាអញ្ចឹងខ្ញុំឲ្យបន្ទុកវា9លើ10 Butcher ហៅ Dinosaur Fish វាស្ងប់ត្រីនឹងវាអត់កាចត្រីមិនងាយខាំគ្នាត្រីនឹងពិចារណានៅបានទូនាទីខុសគ្នាវាស័ក្តិសមដាក់អាងរួមគ្នាគឺទុក10លើ10 Stingray ជាបបែលវាបបែលជាត្រីមួយដែលពិចារណាគេនៅបានគឺវាអត់ងាយត្រាំខាំត្រីផ្សេងទេហើយខ្ញុំឲ្យបន្ទុកវា8លើ10 Flaco ត្រីបឺតសារាយត្រីនឹងជាប្រភេទត្រីបឺតសារាយនៅបានអាងវាអត់ងាយវាលុកត្រីផ្សេងទេអញ្ចឹងវាស័ក្តិសមដាក់ក្នុងអាងជាមួយត្រីដាក់ណយខ្ញុំឲ្យបន្ទុក9លើ10ទី5ត្រី Parrot Fish យើងហៅថាត្រីសេកគឺវាមិនកាចខ្លាំងទេហើយពីច្រើនគឺវានៅហើយនឹងកណ្ដាលហើយទៅលើអញ្ចឹងទូនាទីវាមិនត្រូវប៉ះទង្គិចគ្នាទេអញ្ចឹងខ្ញុំឲ្យបន្ទុកវា8លើ10ទី6ត្រី Giant Gourami ត្រី Sloth ត្រីហ្នឹងបងប្អូនរាប់ឃើញច្រើនត្រី Sloth រាងវារាងធំគឺវាមិនងាយខាំអ្នកដទៃទេត្រីហ្នឹងខ្ញុំឲ្យ8លើ10 Angel Fish ទី7 Angel Fish ត្រីរាជាកម្មវាសភាពស្ងប់ស្ងាត់វាក៏អាចលាយជាមួយត្រីដាក់ណយខ្ញុំបានបន្ទុកវា7លើ10ចំណុចសំខាន់បន្ទាប់ខ្ញុំនិយាយអំពីត្រីដែលมันអាចឬមិនគួរដាក់ជាមួយត្រីដាក់ណយទី1គឺត្រីឡហានគឺកាចខ្លាំងពីច្រើនគឺវាខាំអញ្ចឹងมันអាចដាក់មួយត្រីដាក់ណយបានទេគឺវាឲ្យបន្ទុក0លើ10 Snakehead ត្រីចណាយើងហើយវាអាចពិការខ្លាំងវាមិនអាចដាក់មួយត្រីដាក់ណយបានទេបន្ទុកគឺ0លើ10ទី3 Oscar គឺវាកាចវាអាចនឹងខាំដាក់ណយអញ្ចឹងវាបន្ទុក2លើ10ត្រី Tinfoil Barb វាប្រភេទត្រីដែលវាហាយលឿនអញ្ចឹងវាអាចបង្កឲ្យត្រីដាក់ណយ stress គឺវាឡើងបកខ្មៅអញ្ចឹងត្រី stress យូរទៅវាអាចអត់ស៊ីអាហារវាអាចនឹងស្លាប់ចំទុក3លើ10ហើយប្រភេទដែលលីមិនកើតទៀតគឺត្រីតូចគឺត្រីពូជតូចទៅជាមូលីកន្ទុយ3ឬត្រីផ្សេងទៀតអញ្ចឹងត្រីហ្នឹងគឺ 100% ដាក់ចូលអាងគឺត្រីក្លាស៊ីហើយ0លើ10វីដេអូក្រោយខ្ញុំនឹងលម្អិតនិយាយអំពីចំណីគួរដាក់ចំណីអ្វីខ្លះឲ្យត្រីដាក់ណយហើយនឹងຂະຫນាតរបស់ត្រីដាក់ណយបាទអរគុណ